អ្នកដែលគេមាននិស័យគេខំធ្វើគេខំបដិបត្តិព្រោះគេដឹងថាពេលវេលាចុងក្រោយมันមានអ្វីអាចយកទៅបានក្រៅពីកុសលផលបុណ្យនិងអំពើល្អហើយនឹងគុណធម៌ដែលគេបានសាងសន្សំឡើយព្រោះមេដាឋានបិតាឋានសច្ចៈសច្ចាំងមនីអីសីដែលជាគ្រូដើមគ្រូបជាក្តីគឺលោកសង្ឃឹមថាញាតិទាំងឡាយក្នុងផែនដីរស់នៅប្រកបដោយសេចក្តីសុខនិងចំណេះដឹងគុណធម៌ជាពិសេសមានសមាទិដ្ឋិនឹងតែម្ដងបើកាលណាមានមច្ឆាទិដ្ឋិគឺច្បាស់ណាស់សត្វលោកទាំងឡាយញាតិទាំងឡាយកូនចៅទាំងឡាយហ្នឹងនឹងលែងស្គាល់ព្រះស្គាល់បារមីស្គាល់ទេវតាណាធ្វើអីតាមតែអំណាចផ្លូវចិត្តធ្វើអ្វីដែលតាមតែកិលេសហើយត្រូវជួបទុក្ខទោសកម្មពៀវិលវល់ជាប់នៅក្នុងភពនឹងមិនអាចរកទីកន្លែងស្កប់សុខឬក៏រំលត់ទុក្ខបានឡើយហើយមិនសង្ឃឹមថាញាតិទាំងឡាយទាំងពួងហ្នឹងហ្នឹងហើយដឹងគុណលោកឲ្យលើសពីការដឹងគុណដែលថាខ្លួនឯងជួយខ្លួនឯងឲ្យរួចផុតទុក្ខទេនឹងដើម្បីដឹងគុណលោកដឹងគុណផែនដីដឹងគុណធរណីដឹងគុណចក្រវាលយើងទាំងឡាយគួរណាស់ដែលទាំងសង្គ្រោះខ្លួនឯងជួយខ្លួនឯងឲ្យរស់នៅមានបញ្ញាមានបុណ្យកុសលណាទើបហៅថាសងបំណុលផែនដីរួចប៉ុន្តែបើយើងរស់នៅពីមួយថ្ងៃទៅមួយថ្ងៃมันបានគិតពីប្រយោជន៍ខ្លួនឯងมันបានគិតពីគុណធម៌យើងរស់នៅដោយខ្វះការពិចារណាអត់មានបុណ្យមានកុសលមានសមាធិទេស្មើនឹងរស់នៅប្រមាថផែនដីប្រមាថព្រះម៉ែធរណីប្រមាថព្រះម៉ែគុំគាព្រះអគីព្រះពីអញ្ចឹងមនុស្សដែលរស់នៅមានការប្រមាថផែនដីមិនអាចទ្រទ្រង់ឲ្យមនុស្សនឹងរស់នៅបានទៀតឡើយត្រូវតែបំផ្លាញត្រូវតែកំចាត់ត្រូវតែសម្អាតត្រូវតែរែងដល់ពេលវេលាដែលឈាមស្រែកស្បែកហៅហ្នឹងហើយកូនចៅដែលល្មើសណាហ្នឹងហើយល្មើសកូនចៅដែលមិនភ្ញាក់រលឹកត្រូវតែដាក់ទោសកាត់ទោសទៅតាមអំពើបាបដែលខ្លួនបានសាង